ខ្ញុំឈ្មោះសូរិយាអ្នករត់សុខភាពបាទខ្ញុំរត់ដែលវក់ខ្លាំងដែលសវក់ខ្លាំង2022មកបាទក៏ប៉ុន្តែដោយសារបញ្ហាសុខភាពដែលខ្ញុំលើសខ្លាញ់ក្នុងសរសៃឈាមខ្លាញ់រូបបេះដូងហ្នឹងបាទអញ្ចឹងហើយបានខ្ញុំចាប់ដើមបដូរខ្លួនឯងមកហាត់ប្រាណបាទរហូតចាប់ពី2022មករត់ឲ្យសុខភាពរឹងមាំល្អប្រសើរពីមួយថ្ងៃទីរហូតដល់ឥឡូវបាទហើយអាចរហូតដល់រត់បានឆ្ងាយបានយូរបានសំណួរល្អកន្លែងហ្នឹងក៏ពិតទៅរាងកាយយើងពិសេសណាស់ដល់ពេលយើងប្រើវាសូម្បីតែខ្ញុំទៅរត់100គីឡូទៅបាន2អាទិត្យមុនប៉ុន្តែមករត់10គីឡូនេះ41នាទីពិតជាវិសាលភាពរាងកាយយើងពិសេសណាស់ពេលណាដែលយើងធ្វើលំហាត់ប្រាណជាប្រចាំវាជាផ្នែកមួយនៃជីវិតរបស់យើងដែរបាទអញ្ចឹងឲ្យបងប្អូនដែលហាត់ប្រាណសុខភាពទាំងអស់ហ្នឹងក្រៅពីហាត់ប្រាណសុខភាពដើម្បីស្វែងយល់រាងកាយខ្លួនឯងដែរបាទព្រោះរាងកាយយើងមានភាពខ្លាំងមែនតើបាទរត់ហើយរត់ខានរត់ខានទៅធ្វើវាជាប្រចាំបាទបងប្អូនខានពេលព្រឹកទៅធ្វើពេលល្ងាចកន្លះម៉ោង40នាទី1ម៉ោងតាមពេលវេលាព្រឹកឬល្ងាចតាមពេលវេលាទីតាំងបងប្អូនកុំឲ្យ stress ណាទៅចេញពីផុតពីផ្ទះទៅផុតពីក្រែដេកទៅបងប្អូននឹងបានស្រឡះអារម្មណ៍ហើយធ្វើវាជាប្រចាំបងប្អូនយកវាជាផ្នែកមួយនៃជីវិតបងប្អូនហើយបងប្អូនទៅទៅក្រុមទៅចូល event អញ្ចឹងដើម្បីលើកទឹកចិត្តខ្លួនឯងបាទពួកការធ្វើជាប្រចាំបាទសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំជេគីអ្នករត់សុខភាពបាទតាំងពីចាប់ដើមរត់មកដូចពី2018មកដល់ឥឡូវវា8ឆ្នាំបាទ8 9ឆ្នាំបាទ8 9ឆ្នាំបាទថ្ងៃនេះមានសំណាងហើយបានរត់មួយបងប្អូនយើងរត់សប្បាយថ្ងៃនេះ luckily បានជាប់ដំណាក់ណាត់លេខ1ហើយមានអារម្មណ៍សប្បាយរីករាយហើយឃើញបងប្អូនយើងមកចូលរួមរត់ច្រើននៅក្នុងកម្មវិធីស៊ូនេះខ្ញុំពិតជាមានភាពរីករាយមែនទែនដែលបានជួបបងប្អូនយើងទាំងអស់គ្នាបាទសម្រាប់ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនទាំងអស់ដែលមានបញ្ហាសុខភាពតែមានជំងឺធាត់កីឡារត់គឺជាកីឡាមួយដែលល្អហើយបងប្អូនទាំងអស់គ្នាគួរតែចាប់ផ្ដើមការរត់ពីមួយជំហានឡើងទៅបាទពីព្រោះការរត់គឺជាកីឡាមួយដែលងាយស្រួលមានសុខភាពល្អបាទធ្វើឲ្យយើងមានគេហៅការគិតលឿនជាងមុនទៀតបាទអរគុណច្រើនសួស្តីខ្ញុំឈ្មោះ Jackson រីករាយណាស់ដែលបានចូលរួមក្នុងរត់កម្មវិធី Susu Running 10គីឡូបាទខ្ញុំបានចូលរួមកីឡារត់នេះរយៈពេល4ឆ្នាំតាំងពី2022ចុងឆ្នាំរហូតដល់បច្ចុប្បន្ន2026បាទជាកត្តាសំខាន់បំផុតទី1គឺធ្វើឲ្យសុខភាពយើងល្អហើយធ្វើឲ្យយើងមានកម្លាំងមាំមួនកាយសម្បទាកាន់តែល្អប្រសើរជាងមុនមូលហេតុដែលសំខាន់បំផុតគឺយើងមានជំងឺក្នុងខ្លួនច្រើនជាពិសេសខ្ញុំមានលើសអាស៊ីតក៏ដូចជាខ្លាញ់អាក្រក់នៅក្នុងខ្លួននឹងច្រើនជា triglyceride ហ្នឹងណាជាពិសេសយើងក្រោយពេលរត់ធ្វើឲ្យក្នុងខ្លួនយើងល្អប្រសើរជាងមុនយើងទទួលទឹកឲ្យបានច្រើនសម្រាប់នឹងហូបចុកឲ្យបានល្អកាយសម្បទាយើងបានល្អជាងមុនប្រសើរជាងមុនបាទជារីករាយណាស់ក្នុងកម្មវិធី Charity Run របស់ស៊ូដែលរៀបចំនៅជីបម៉ោង271ថ្ងៃនេះហើយយើងឃើញថាមានបងប្អូនកីឡាករអ្នកឆ្លាញ់វិស័យកីឡារត់នេះចូលរួមយ៉ាងច្រើនកកឮថាខ្ទង់ពាន់នេះមិនអញ្ចឹងណាបងប្អូនមើលជួរនេះដែលចាំតម្រង់ជួរបើកមេដៃនេះពីខាងនេះរហូតដល់នោះដើមទីនោះកន្លែងផ្លាកខាងមុខគឺមានបងប្អូនឆ្លាញ់វិស័យកីឡារត់នឹងច្រើនមែនតើអញ្ចឹងខ្ញុំពៀវនេះឲ្យបងប្អូនចូលរួមឲ្យបានកាន់តែច្រើនកកចំពោះវិស័យកីឡានេះផងដែរកីឡាតែងតែនាំមកនូវសុខភាពល្អមិនថារត់ជិះកង់ហែទឹកអ្វីទេឲ្យតែយើងព្យាយាមគង់តែទទួលបានលទ្ធផលល្អឮសូរថាប៉ុន្តែយើងចាំមើលទិន្នន័យចុងក្រោយតើពិតប្រាកដប្រមាណពីព្រោះមានកីឡាករមួយចំនួនអត់ទាន់រត់ចប់អញ្ចឹងយើងចាំគាត់រត់ចប់សិនយើងទើបដឹងបាទចឹងសូមអរខ្ញុំឈ្មោះសិលៀបសម្រាប់កម្មវិធី Susu Running ឯហ្នឹងមានអារម្មណ៍ថាសប្បាយហើយអ្នកចូលរួម energy ម្នាក់គឺពេញបឹកហ្មងដូច event ធំមួយដើមឆ្នាំអញ្ចឹងណាអ្នកគ្នាមានគ្រប់យ៉ាងហើយស្អាតផុសស្អាតអ្នកចេះមិនចេះអីគឺថាម្នាក់គឺគាត់មើលទៅទឹកមុខគឺគាត់សប្បាយរីករាយហើយបានញូ PB ច្រើនមែនទែនសម្រាប់ខ្ញុំចំណាប់អារម្មណ៍ថ្ងៃនេះ everything is perfect ហើយសម្រាប់អ្នកដែលគាត់ចង់មករត់ណាអ្នកនរគ្នាអាចមើលបានទឹកមុខម្នាក់គឺរីករាយស្រស់ស្រាយហើយ
គឺថាសប្បាយមែនតើរួមព្រឹកឡើងអីចឹងណាអញ្ចឹងបើសិនជានៅផ្ទះគេងទេអញនៅមករត់បាន